តើពិតទេដែលគេថាសារធាតុស័ង្កសីសម្រាប់បាញ់លាងចម្រាស់ទឹកភ្លៀងអាស៊ីតនោះអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ខ្ញុំបាទធម្មជាតិបៃតងបកស្រាយអំពីបញ្ហាមួយនេះតាមពិតទៅសារធាតុស័ង្កសីមិនមែនជាសារធាតុមួយសម្រាប់បាញ់នៅពេលដែលមានបញ្ហាឬមួយបាញ់លាងសម្អាតនៅទឹកភ្លៀងអាស៊ីតដែលទើបតែនឹងភ្លៀងហើយថ្មីនោះទេអញ្ចឹងសូមពុកម៉ែបងប្អូនកុំយល់ច្រឡំតទៅទៀតអ្វីដែលបាញ់លាងជម្រះនៅទឹកភ្លៀងអាស៊ីតនោះគឺជាទឹកយើងធម្មតាហើយកុំភ្លេចលាយជាមួយនឹងថ្នាំជំងឺហើយនឹងថ្នាំសត្វល្អិតទៅជាមួយផងដោយសារទឹកភ្លៀងពេលខ្លះវាមកលាយឡំជាមួយនឹងសារធាតុពុលមួយចំនួនហើយនឹងសារធាតុអាសូតដោយសារសារធាតុទាំងអស់នោះហើយដែលធ្វើឲ្យរីករាលដាលនៃជំងឺផ្សិតហើយសត្វល្អិតក៏មានចុះមកវាយប្រហារសារជាថ្មីដែរដោយសារមានការបំរែបំរួលនៃអាកាសធាតុជាថ្មីនោះអញ្ចឹងសូមពុកម៉ែបងប្អូនកុំយល់ច្រឡំតទៅទៀតបើវាមិនមែនទេតើគេប្រើសារធាតុស័ង្កសីដើម្បីអ្វីហើយគេប្រើពេលណាដើម្បីឲ្យមានប្រយោជន៍នោះសារធាតុស័ង្កសីគឺគេប្រើដើម្បីឲ្យវាមានប្រយោជន៍នោះគឺគេប្រើនៅកំឡុងដែលមិនទាន់មានបញ្ហាកើតឡើងដូចជាបាញ់មុនភ្លៀងនៅពេលដែលភ្លៀងហើយបងប្អូនទៅបាញ់នោះគឺវាមិនអាចជួយបានច្រើននោះទេដោយសារសារធាតុមួយនេះមិនមែនជាសារធាតុមួយដែលសម្រាប់បាញ់នៅពេលមានបញ្ហានោះទេអញ្ចឹងអ្វីគឺវាជ្រាបចូលកោសិកាអស់ហើយអញ្ចឹងដែលយើងយកសារធាតុស័ង្កសីទៅបាញ់នោះគឺវាមិនអាចជួយដោះស្រាយបានទេផ្កាក៏នៅតែក្រៀមក្តឹបនៅតែស្វិតជ្រុះដដែលដោយសារនៅក្នុងវគ្គបង្កើនផលនេះបើសិនជាមានទឹកភ្លៀងមកវាប្រកបណាស់នឹងនាំមកជាមួយនឹងជាតិពុលមួយចំនួនហើយនឹងសារធាតុអាសូតដែលវាធ្វើឲ្យដំណាំចន្ទីនៅក្នុងដំណាក់កាលនេះវាបង្កើតនៅអុកម៉ូនម្យ៉ាងដែលនៅក្នុងធម្មជាតិរបស់វានោះវានឹងផលិតឲ្យបានច្រើននៅអុកម៉ូននោះហើយរួមផ្សំជាមួយនឹងអូស្មန်អេធីលេតវានឹងផ្ដាច់ក្តឹបចោលហើយវានឹងធ្វើឲ្យផ្កានោះក្រៀមលឿនដោយសារវាដកយកសារធាតុចិញ្ចឹមទាំងនោះទៅចិញ្ចឹមស្លឹកហើយនឹងត្រួយស្លឹកវិញអញ្ចឹងហើយបានធ្វើឲ្យក្តឹបនោះវាស្វិតជ្រុះហើយក៏វាផ្ដាច់នៅអាសារធាតុអុកម៉ូនម្យ៉ាងគេហៅថាអុកម៉ូននៃការបង្កកំណើតដើម្បីទៅគ្រប់គង់ចិញ្ចឹមក្តឹបចិញ្ចឹមផ្កានោះតទៅទៀតទេហើយម្យ៉ាងទៀតគឺប្រើវាប្រៀបដូចជាភួយមួយដែលយកមកគ្របដណ្ដប់នៅលើដំណាំចន្ទីធ្វើឲ្យវាមានភាពកក់ក្ដៅដើម្បីកុំឲ្យវា stress នៅពេលដែលវាត្រូវភ្លៀងនោះដំណាំចន្ទីប្រកបណាស់វានឹង stress មិនដំណើរការអ្វីទាំងអស់មួយរយៈអញ្ចឹងគេប្រើវាដើម្បីឲ្យមានភាពកក់ក្ដៅហើយម្យ៉ាងទៀតវាប្រៀបដូចជាផ្ទះបាយមួយដែលមានគ្រឿងផ្សំយ៉ាងច្រើនដើម្បីឲ្យរុក្ខជាតិនេះចេះផលិតនៅអុកម៉ូនដើម្បីយកទៅផ្គត់ផ្គង់ក្នុងការបង្កើនផលគេហៅថាជំរុញក្នុងវគ្គបង្កើនផលឲ្យបានជាក្តឹបបានច្រើនហើយម្យ៉ាងទៀតវាក៏បានធ្វើឲ្យលំអងនៃផ្កាញីផ្កាឈ្មោលនោះវាមានអាយុវែងជាងធម្មតាមានឱកាសក្នុងការផលិតជាក្តឹបនោះក៏បានច្រើនដែរ